ដីប្រឡាយរបស់រដ្ឋស្ថិតនៅភូមិកាបាសឃុំខ្វិតធំស្រុកព្រៃឈរខេត្តកំពង់ចាមត្រូវបានចេញប្លង់ធ្វើជាកម្មសិទ្ធិមហាជនរងចាំមើលចំណាត់ការរបស់អាយុធមអភិបាលខេត្តកំពង់ចាមអាយុធមអ៊ុនចន្ទដាអភិបាលនៃគណៈអភិបាលខេត្តបច្ចុប្បន្នមានចំណាត់ការបែបណាទៅលើការយកដីប្រឡាយរបស់រដ្ឋនិងចេញប្លង់រឹងទៅឲ្យបុគ្គលធ្វើជាកម្មសិទ្ធិគួររំលឹកផងដែរថាចំនួនអភិបាលខេត្តចាស់អាណត្តិអភិបាលខេត្តកំពង់ចាមអាយុធមលុនលឹមថៃដែលបានគ្រប់គ្រងក្នុងឆ្នាំ2015អាយុធមបានប្រថាប់ត្រាលើលិខិតដកហូតដីប្រឡាយទឹកនោះទុកជារបស់រដ្ឋវិញនេះបើយោងតាមលិខិតរបស់រដ្ឋបាលស្រុកព្រៃឈរនៅថ្ងៃទី17ខែសីហាឆ្នាំ2015ដឹកនាំដោយលោកលូនសារ៉ូអភិបាលរងស្រុកព្រៃឈរនិងលោកមិនឆេងនាយករងរដ្ឋបាលខេត្តកំពង់ចាមនិងជាប្រធានក្រុមការងារថ្នាក់ខេត្តបានចុះសម្របសម្រួលពីការវិវាទដីធ្លីរវាងរដ្ឋបាលឃុំនិងប្រជាពលរដ្ឋដែលមានពាក្យបណ្ដឹងថាក្រុមប្រឹក្សាឃុំបានអនុម័តលក់ដីប្រឡាយសាធារណៈរបស់រដ្ឋព្រមទាំងបានធ្វើការពន្យល់ណែនាំនៅនីតិវិធីនានាតាមផ្លូវច្បាប់ថាឃុំគ្មានសិទ្ធិក្នុងការលក់ដូរឬផ្លាស់ប្ដូរដីសាធារណៈរបស់រដ្ឋឡើយការចាត់ចែងដោះដូរដីប្រភេទនេះជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលលោកពៅផុសប្រធានការិយាល័យដោះណូសផូស្រុកព្រៃកាបាសបានលើកឡើងថាដីប្រឡាយនេះជាដីសាធារណៈជាកម្មសិទ្ធិរបស់រដ្ឋមិនអាចចេញប្លង់សាងសង់និងរស់នៅលើដីនេះបានទេបើសិនចង់លក់ដូរដីនេះលុះត្រាតែស្នើទៅរាជរដ្ឋាភិបាលដើម្បីអនុប្រយោគបង្វែរដីនេះមកជាដីឯកជនរបស់រដ្ឋវិញទើបអាចដោះដូរបានតែដើមឆ្នាំ2025ដីប្រឡាយរបស់រដ្ឋនោះក៏បានចេញប្លង់កម្មសិទ្ធិទៅឲ្យឈ្មោះង៉ែតសេងហ៊ុនជាស្ថាពរបើតាមការលើកឡើងរបស់លោកស្រីផៃចន្ទឌីជាប្រជាពលរដ្ឋរស់នៅទីនោះថាប្រឡាយនោះជាប្រឡាយចាស់របស់រដ្ឋតាំងពីដើមមកលោកស្រីសេកសោផូនដែលមានដីនៅជាប់នឹងប្រឡាយនោះបាននិយាយថាគាត់មិនទាមទារទេទុកជារបស់រដ្ឋរួមទាំងអស់គ្នាហើយលោកស្រីបន្តថាការចាក់លុបដីប្រឡាយទឹកនេះធ្វើឲ្យមានការលិចលង់ផ្ទះបងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់លោកស្រីសំណូមពរដល់អាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តជួយចំណាត់ការលើដីប្រឡាយនោះទុកជាដីរបស់រដ្ឋវិញគេហទំព័ររស្មីបូព៌ាយើងរងចាំការបកស្រាយបំភ្លឺគ្រប់មន្ទីរសម័យពាក់ព័ន្ធរាល់ម៉ោងធ្វើការ